បងចូលធ្វើយោធាបាន2 ឆ្នាំហើយផ្ទះមើលទៅស្ងប់ស្ងាត់ព្រោះគ្មានបងគួនយើងដើរតាមខ្ញុំសួររាល់យប់ថាបងទៅណាហើយហេតុអ្វីមិនមកផ្ទះខ្ញុំកាន់ទូរស័ព្ទមើលឈ្មោះបងស្ងាត់ចិត្តខ្ញុំរញជួយដូចខ្យល់លើស្លឹកឈើកូនធ្វើមកញញឹមតែភ្នែកគេរងចាំសួរខ្ញុំថាបងសុខសប្បាយទេខ្ញុំប្រាប់គេថាបងនៅឆ្ងាយតែចិត្តមកចិត្តបងកំពុងធ្វើការដើម្បីថ្ងៃស្អែកយើងមានផ្ទៃសុខបងសុខសប្បាយទេបងសុខសប្បាយទេកូនយើងសួររាល់ថ្ងៃបងសុខសប្បាយទេបងសុខសប្បាយទេខ្ញុំទុកផ្ទះនេះរំចាំបងរហូតពេលភ្លៀងធ្លាក់ចុះលើដំបូលផ្ទះចាស់ខ្ញុំស្ដាប់សំឡេងវាឬសំឡេងជើងបងកូនគូរបស់នៅលើក្រដាសគេនិយាយថាប៉ាខ្ញុំខ្លាំងណាស់ខ្ញុំនឹងរក្សាក្តីស្មោះទុកសម្រាប់បងមិនឲ្យបងបារម្ភពេលនៅកន្លែងឆ្ងាយតែយើងនៅតែដែលតែខ្វះសំឡេងបងខ្ញុំនឹងនិយាយថាសូមឲ្យបងមកលេងអូននឹងកូន